បងប្អូនមានដឹងថាយុទ្ធសាស្ត្រសង្គ្រាមរបស់ថ្នាក់ដឹកនាំកម្ពុជាជាពិសេសសម្ដេចតេជោសែនលោកមានយុទ្ធសាស្ត្រ3ដែលតាមខ្ញុំគិតទៅគឺមាន3ចំណុចធំៗគឺទី1គឺយោធាទី2គឺសេដ្ឋកិច្ចទី3គឺធនធានមនុស្សទី1ខ្ញុំចង់និយាយពីផ្នែកយោធាបងប្អូនណាសម្ដេចលោកមានប្រសាសន៍ថាគ្មានសន្តិភាពណាសេរីភាពណាអភិវឌ្ឍប្រទេសណាបានមកដោយចង់អាវុធឬក៏បាញ់គ្នានោះទេមានតែការហិនហោចខ្លោចផ្សាបែកបាក់គ្រួសារព្រាត់ប្រាសកូនចៅទ្រព្យសម្បត្តិទាំងអស់ហ្នឹងលាក់នេះគឺជារឿងពិតណាបងប្អូនដូច្នេះចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្ដេចតេជោគឺឈ្នះបើយើងត្រូវនៅក្នុងផ្លូវច្បាប់យើងត្រូវអត់ធ្មត់កុំបាញ់តបតជាមួយសត្រូវបើពិភពលោកមានច្បាប់យើងត្រូវតែធ្វើតាមច្បាប់ពិភពលោកគឺប្តឹងបើគេឈួតឲ្យគេឈួតម្នាក់ឯងទៅកុំទៅឈួតជាមួយពួកគេបើគេចង់ធ្វើអ្វីឲ្យគេធ្វើម្នាក់ឯងទៅយើងចាំប្រមូលភស្តុតាងឲ្យចប់សពគ្រប់ប្តឹងទៅអង្គការសហប្រជាជាតិបែបនេះគឺជាយុទ្ធសាស្ត្រឈ្នះរបស់សម្ដេចទី1ទី2តែហ៊ានមិនស្លាប់ប្រជាជនមិនស្លាប់ទ្រព្យសម្បត្តិមិនបាត់បង់អ្វីនៅគង់វង្សហើយឯថ្នូរទៀតចំណុចទាំងអស់នេះខ្ញុំសូមផ្ដាំទៅបងប្អូនមួយចំនួនតូចនៅក្រៅប្រទេសហើយនៅក្នុងប្រទេសក៏ដោយហេតុអ្វីបានជាអស់លោកស្រីចង់ឲ្យតែវាយគ្នាចង់ឲ្យតែច្បាំងគ្នាអញ្ចឹងរហូតដល់ថាបង្អួតអាវុធប្រាប់គេបានតែអួតខ្មែរបានតែអួតហេតុអ្វីបានជាលោកគិតបែបនេះតើអស់លោកស្រីមានបានទៅមើលនៅព្រំដែនជួរមុខទេគាត់ចង់ទេធ្វើសង្គ្រាមចង់បាញ់ទេគាត់ក៏មានជីវិតដូចយើងដែរណាពួកអ្នកឯងនិយាយអីក៏ស្រួលដែរគាត់មិនចង់បាញ់ទេគាត់មិនចង់ធ្វើសង្គ្រាមទេគាត់ខ្លាចស្លាប់គាត់ខ្លាចបាត់បង់ជីវិតចុះហេតុអ្វីបានជាលោកស្រីមួយចំនួនហ្នឹងចង់ឲ្យតែវាយចង់ឲ្យតែបាញ់តើលោកមានបានគិតទេចំណុចនេះរហូតទៅដល់អ្នកខ្លះនិយាយជាមួយខ្ញុំទៀតបើសិនតែសៀមគ្រប់គ្រងប្រទេសខ្មែរចុះសញ្ជាតិសៀមទៅវាចប់បាត់ទៅហើយខ្ញុំសូមផ្ដាំទៅវិញសៀមវាមិនឲ្យចុះសញ្ជាតិវាស្អប់គឺវាអាកោសម្រាប់ចោលទាំងអស់ព្រោះវាមិនចុះសញ្ជាតិឲ្យយើងនោះទេវាស្អប់ខ្មែរណាហេតុអីបានជាអ្នកឯងមានគំនិតថោកទាបដល់ថោកហ្នឹងអ្នកឯងនិយាយមកហាក់បីដូចជាមើលទៅគេល្ងងជាងអ្នកឯងចឹងពួកនេះមិនសប្បាយចិត្តទេនៅពេលដែលឃើញខ្មែរឈ្នះសៀមយុទ្ធសាស្ត្រទី2របស់សម្ដេចគឺបិទផ្លូវសេដ្ឋកិច្ចមិនបាច់ចាំប្រើកម្លាំងការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចគឺពហិការមិនប្រើប្រាស់ផលិតផលរបស់គូប្រជែងខ្លីគឺប្រទេសសៀមនឹងតែម្ដងធ្វើឲ្យសេដ្ឋកិច្ចរបស់ពួកគេចុះខ្សោយបន្តិចម្ដងនេះជាការវាយលុកស្ងាត់ស្ងៀមហើយមានប្រសិទ្ធភាពខ្ពស់រយៈពេលវែងឥឡូវនេះបងប្អូនក៏បានឃើញស្រាប់ហើយដែរថាយើងប្រើក្នុងរយៈពេលខ្លីសោះតើសេដ្ឋកិច្ចរបស់សៀមវាមានកម្រិតណាវាធន់នឹងកម្រិតណាហើយអ្នកណាជាអ្នកស្រែកហើយអ្នកណាជាអ្នកវេទនាលំបាកនេះគឺជាយុទ្ធសាស្ត្ររបស់សម្ដេចទឹកថ្លាមើលឃើញត្រីទឹកស្អុយមនុស្សដើរចេញយុទ្ធសាស្ត្រទី3គឺធនធានមនុស្សឬការទូតដ៏ប៉ិនប្រសប់របស់បណ្ឌិតប្រាក់សខុនការដោះស្រាយចំនួនតាមរយៈការទូតជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់របស់សម្ដេចតេជោសែនគឺជាយុទ្ធសាស្ត្រឈ្នះយុទ្ធសាស្ត្រនេះគឺល្អបំផុតបងប្អូនគឺអូសបន្លាយសភាពការតាមដានចិត្តសាស្ត្ររបស់សត្រូវធ្វើយ៉ាងណាឲ្យគូសត្រូវចុកខ្សោយបន្តិចម្ដងដោយខ្លួនឯងសេដ្ឋកិច្ចលែងដើរគូសត្រូវបែកបាក់ផ្ទៃក្នុងប្រជាពលរដ្ឋលែងជឿទុកចិត្តថ្នាក់ដឹកនាំរបស់សៀមពេលនោះយើងប្រមូលភស្តុតាងបានទាំងអស់ការឈ្លានពានកន្លងមកយើងនឹងប្តឹងទៅអង្គការសហប្រជាជាតិអង្គការអន្តរជាតិនិងសិទ្ធិមនុស្សជាផ្លូវមួយដែលយើងទទួលបានជ័យជំនះទទួលបានស្ថិរភាពដ៏រឹងមាំថ្លៃថ្នូរនិងយូរអង្វែងទាំងអស់នេះគឺជាយុទ្ធសាស្ត្រសង្គ្រាមរបស់សម្ដេចតេជោសែនដែលលោកប្រឹងប្រែងទប់ស្កាត់នៅអ្វីដែលហៅថាក្តៅស៊ីរាក់ត្រជាក់ស៊ីជ្រៅមិនប្រារម្ភទៅដោះស្រាយជំនួសសូមអរគុណ